Chúng tôi mong bọn này dươngចាប់ផ្ដើមមេរៀនរបស់យើងនៅក្នុងចម្ពោះ1ដែលយើងរៀនចម្ពោះ1នេះយើងសិក្សាអំពីព្យញ្ជនៈអញ្ចឹង in chapter 1 we study about consonants ព្យញ្ជនៈអូខេចុងព្យញ្ជនៈរបស់យើងដឹងហើយនៅក្នុងមេរៀនមុនគឺពី A ដល់ Z ដល់ A E I O U ចេញក្រៅពីហ្នឹងគឺព្យញ្ជនៈទាំងអស់ប៉ុន្តែដែល like A E I O U គឺជាសំឡេងគឺជាស្រៈអូខេចឹងយើងចាប់ផ្ដើមទាំងអស់គ្នាមេរៀនទី1យើងសិក្សាអំពីព្យញ្ជនៈ B ដែល B មានសំឡេងបតោះយើងប្រកបទាំងអស់គ្នា B ពាក្យទី1 B មានសំឡេងបអក្សរ I នៅពេលដែលមានអក្សរ E នៅខាងចុងពាក្យអញ្ចេះ I នោះវាមានសំឡេងស្អាយអញ្ចឹង B ប I by T សំឡេងថ by និងថ bite ពាក្យទី2គឺ B មានសំឡេងប O នេះគឺស្រៈអបអប X សំឡេងខ្ស box ចាំថា X នេះចុងក្រោយសំឡេងចុងក្រោយវាមានខ្យល់សដែរណាដូចអក្សរ S ចឹង box ពាក្យទី3 B មានសំឡេងប O អត់មាន E នៅខាងចុងគឺស្រៈបអប double S ពីរដងនេះគឺដូចជាអក្សរ S ដែរអញ្ចឹងបអបស boss ឥឡូវ box អាក្រោម boss ខុសគ្នាបន្តិចពាក្យទី4អក្សរ B ដដែល B សំឡេងប I អត់មាន E នៅខាងចុងសំឡេង E អញ្ចឹងប E B T សំឡេងថ B និងថ bit អូខេមេរៀនទី1ព្យញ្ជនៈ B សំឡេងបមានប៉ុណ្ណឹងយើងចូលមេរៀនទី2ដែលយើងមានព្យញ្ជនៈ C សំឡេងសនិងខប៉ុន្តែគាត់ថាភាគច្រើនC របស់យើងវាសំឡេងខមានអក្សរពាក្យមួយចំនួនដែលវាសំឡេងសណាយើងគ្រាន់តែចាំទៅពាក្យទី1គឺ C សំឡេងខ A នៅពេលដែល A នៅក្នុងពាក្យហើយมันមាន E នៅក្នុងចុងពាក្យអញ្ចឹង A នេះគឺវាសំឡេង A អញ្ចឹងខ A ខែនិងថ cat ពាក្យទី2 C សំឡេងខអក្សរ AR នេះគឺស្រៈ A អូខេ AR ហ្នឹងគឺស្រៈ A យើងនឹងរៀនអាស្រៈហ្នឹងយើងនឹងរៀននៅមេរៀនចម្ពោះ2ណាចម្ពោះគឺជាចម្ពោះ4ណាចម្ពោះ2ឯងអញ្ចឹង C ខ AR ហ្នឹងគឺ A ខ A ខពាក្យទី3 C ខ OA ស្រៈ O ហើយយើងចាំមួយចឹងណា OA ស្រៈ O អញ្ចឹងខ O ខ T ថ ខ និងថ coat អូខេពាក្យទី4 C សំឡេងសវិញ E ស្រៈ E សេនណា sent អូខេអញ្ចឹងមេរៀនរបស់យើងទី1ព្យញ្ជនៈ B សំឡេងបនិងព្យញ្ជនៈ C សំឡេងសខមានតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងមេរៀនបន្តទៀត